ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើដំណើរចេញពីភ្នំព្រះរាជទ្រព្យមកដីប្រហែលជា5គីឡូហើយខ្ញុំបានឃើញបឹងនៅខាងតាមដៃខ្ញុំមួយដែលមានដើមឈូកដុះខៀវស្រងាត់ហើយនៅតាមប្របបឹងហ្នឹងគឺមានកញ្ចុះប្រហែលជា4-10កញ្ចុះរមលុបដោយដើមសរសេរជាច្រើនដើមហើយតំបន់នេះហើយបើយើងឃើញនឹងផ្នែកផ្ទាល់គឺស្អាតមានធម្មជាតិស្រស់ស្អាតហើយវាស្រែនិងបឹងធម្មជាតិនេះធំហើយមកដល់ពេលនេះខ្ញុំក៏បានឈប់សម្រាកដើម្បីចូលហូបបាយថ្ងៃត្រង់គឺបានកំងហូបនៅតំបន់ហ្នឹងក៏មកហូបមានម្ហូបឆ្ងាញ់តំបន់គេនេះខ្ញុំភ្លេចឈ្មោះមិនដឹងថាគេហៅអីទេបឹងហ្នឹងក៏ឃើញធំដែរហើយនៅជុំវិញបឹងហ្នឹងសត្វតែផ្ទះប្រជាពលរដ្ឋយើងក៏បានចុះសម្រាកមួយសន្ទុះដែរនៅតំបន់ហ្នឹងឃើញថាស្រស់ស្រាយត្រជាក់ហើយបងប្អូនឃើញនោះគឺផ្លូវជាតិដែលរត់ពីតំបន់ហ្នឹងទៅព្រះរាជទ្រព្យហ្នឹងទៅរាជធានីភ្នំពេញចឹងសូមបងប្អូនអរគុណតាមដានទស្សនាដោយតទៅនេះសូមអរគុណJust roll over.